ok អញ្ចឹងបើសិនជាបងប្អូនអត់ទាន់មានកុំព្យូទ័រហើយបងប្អូនមានទូរស័ព្ទ Android នៅផ្ទះបងប្អូនអាចមាន keyboard អីក៏បានដែរហើយបងប្អូនដោតចូលទូរស័ព្ទបងប្អូនទៅបងប្អូនអាចអនុវត្តវានៅផ្ទះបានហើយអូខេអញ្ចឹងអាហ្នឹងវាដូច game អញ្ចឹងប៉ុន្តែអានេះវាជាប្រភេទ game typing វាបរៀនយើងឲ្យចេះវាយ typing លើជាមួយនឹង keyboard អូខេបាទមេគ្នាយើងសួរខ្ញុំច្រើនមែនតើថាឈុតម៉ៅហើយនឹង keyboard ហ្នឹងយើងអាចយកទៅប្រើការងារឬក៏យើងយកទៅរៀនអីបានអត់អូខេអញ្ចឹងម៉ៅ keyboard នេះគឺយើងអាចយកទៅធ្វើការឬក៏យើងយកទៅលេង game ឬក៏យើងយកទៅប្រើមួយកុំព្យូទ័រឬក៏ប្រើមួយផ្សេងបានទាំងអស់ហ្នឹងហើយអញ្ចឹងមិនប្រកាសថាមួយឈុតនេះគឺសម្រាប់តាយើងលេងលើទូរស័ព្ទឬក៏ tablet អីទេហ្នឹងហើយអញ្ចឹងគឺយើងអាចយកទៅរៀនក៏បានយើងយកទៅធ្វើការក៏បានហើយយើងយកទៅរៀនវាយ typing អីក៏បានដែរអូខេអញ្ចឹងដូចជាក់ស្ដែងខ្ញុំកំពុងប្រើកម្មវិធីរៀនវាយ typing អញ្ចឹងខ្ញុំ recommend ឲ្យទៅ download កម្មវិធីមួយនេះកម្មវិធីឈ្មោះ typing land នេះអូខេអញ្ចឹងសម្រាប់បងប្អូនដែលអត់តន់ចេះវាយ keyboard ហើយចង់រៀនវាយ keyboard អីអញ្ចឹងទៅអាចទៅប្រើកម្មវិធីនឹងបានអញ្ចឹងកម្មវិធីហ្នឹងគេបរៀនយើងដាក់ដៃបរៀនយើង typing ហ្នឹងហើយបរៀនយើងវាយ typing អីចឹងណាហ្នឹងហើយគេអញ្ចឹងខ្ញុំបញ្ជាក់មួយទៀតបើសិនជាយើងមានតែ keyboard ហើយនឹង mouse ហើយយើងចង់ភ្ជាប់ជាមួយទូរស័ព្ទយើងត្រូវការដុំបែកនេះមួយទៀតហ្នឹងហើយអញ្ចឹងដុំហ្នឹងគឺបែកពី Type C មកនឹងរុន USB 4 port ហ្នឹងហើយ4រុនហ្នឹងហើយអញ្ចឹង4រុនហ្នឹងយើងដោតរុនណាក៏បានដែរអញ្ចឹងយើងដោតមកដោត keyboard ទៅយើងទើបអាចប្រើជាមួយនឹង tablet ឬក៏ទូរស័ព្ទយើងបានអូខេអញ្ចឹងដូចបងប្អូនឃើញគឺម៉ៅគឺដាវហ្នឹងហើយអូខេអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍រៀនវាយ typing ឲ្យទាំងអស់គ្នាមើលបន្តិចអូខេអញ្ចឹងនៅក្នុង game ហ្នឹងគេបរៀនយើងឲ្យចេះវាយ typing អូខេអញ្ចឹងគេបានប្រាប់នេះថាច្អល់ដៃយើងត្រូវដាក់អក្សរ F អីចឹងទៅយើងដាក់តរៀបតាមហ្នឹងទៅអូខេអញ្ចឹងបងប្អូនដែលធ្លាប់រៀនកុំព្យូទ័រលោកគ្រូច្បាស់ជាបរៀនឲ្យយើងដាក់ដៃលើ keyboard ហើយអូខេអញ្ចឹង keyboard គេមិនចេះដាក់ដៃទេគេមានក្បួនគេដាក់ដៃដែរអូខេអញ្ចឹងឥឡូវបងឧទាហរណ៍ឲ្យមើលនេះអញ្ចឹងបងចុចអក្សរ F ហើយចុច space F J J J F F space J F J អូខេអញ្ចឹងជំហានដំបូងគេបរៀនយើងប្រើតែច្អល់ដៃនេះមួយសិនទេនេះអូខេអញ្ចឹងច្អល់ដៃហ្នឹងគឺយើងចុចអក្សរ J ផងអក្សរ F ផង space អីអញ្ចឹងទៅហ្នឹងហើយអូខេអញ្ចឹងដល់ពេលយើងវាយខុសវាលោតអាក្រមនៅខាងលើហ្នឹងអីអញ្ចឹងទៅអូខេនេះអញ្ចឹងចប់មកវគ្គអញ្ចឹងចូលមកវគ្គថ្មីទៀតអូខេអញ្ចឹងអាហ្នឹងវាដូច game អញ្ចឹងប៉ុន្តែអានេះវាជាប្រភេទ game typing វាបរៀនយើងឲ្យចេះវាយ typing លើជាមួយនឹង keyboard អូខេអញ្ចឹងសម្រាប់បងប្អូនដែលមានទូរស័ព្ទនៅផ្ទះបងប្អូនអាចមាន keyboard អីក៏បានដែរបងប្អូនអាច download កម្មវិធីហ្នឹងហើយភ្ជាប់ keyboard ចូលទូរស័ព្ទបងប្អូនទៅបងប្អូនអាចអនុវត្តវាយ typing បានហើយអូខេអញ្ចឹងដូចបងវាយឲ្យបងប្អូនគ្នាមើលនេះអញ្ចឹងវគ្គហ្នឹងគេបរៀនយើងឲ្យចុចអក្សរ K ហើយនិងអក្សរ D ហ្នឹងហើយអក្សរ K អក្សរ D គឺប្រើដៃកដាលទាំងពីរនេះអូខេអញ្ចឹងដូចបងប្អូនឃើញនេះអូខេអញ្ចឹងបងប្អូនដែលធ្លាប់រៀនវាយ typing ច្បាស់ជាយល់ហើយអញ្ចឹងនេះអូខេអញ្ចឹងចាប់មកវគ្គហ្នឹងអូខេអញ្ចឹងបើសិនជាបងប្អូនត្រូវការឈុត keyboard ហើយនឹង mouse នេះហើយនឹងដោយបំបែកចូលទូរស័ព្ទនេះបងប្អូនអាចឆាតចូល TikTok ហើយនឹង Telegram ខាងលើនេះបានអូខេអញ្ចឹងបងបញ្ជាក់តិច keyboard នេះគឺមិនសម្រាប់ប្រើតែជាមួយទូរស័ព្ទតែមួយមុខទេអញ្ចឹងគឺយើងអាចប្រើជាមួយនឹងកុំព្យូទ័រក៏បាន laptop ក៏បានហើយយើងប្រើជាមួយនឹង tablet ឬក៏អីផ្សេងទៀតបានច្រើនមុខគេផលិតវាមកមិនមែនសម្រាប់ប្រើតែជាមួយទូរស័ព្ទតែមួយមុខទេអូខេអរគុណច្រើនទាំងអស់គ្នា